កិច្ចផ្ដើមនៃសាច់រឿងរបស់យើងគឺបានបង្ហាញពីតួអង្គម្នាក់ឈ្មោះថាគឹមថេយុងដែលត្រូវជាតួអង្គឯករបស់យើងនឹងឯងគាត់គឺជាសិស្សដែលរៀននៅផ្នែក design mode ហើយគាត់មានមិត្តភក្តិម្នាក់ឈ្មោះថាជីមីនថ្ងៃមួយជីមីនគាត់បានឆាតមកសួរថេយុងដោយសារតែអត់ឃើញគាត់ទៅរៀនម៉ោងប្រវត្តិវិទ្យាបើនិយាយឲ្យស្រួលស្ដាប់ទៅគឺថេយុងគាត់កិច្ចអត់ចូលរៀនម៉ោងនឹងទេជីមីនសួរថាហេតុអីថេយុងអត់ព្រមមកចូលរៀនម៉ោងនឹងចឹងថេយុងគាត់ក៏តបថាគាត់ឈឺគាត់អត់បានទៅទេតែជីមីនមានតែឈឺអីមិត្តភក្តិគ្នាមករាប់ឆ្នាំហើយរឿងអីមិនដឹងពីគ្នាជីមីនក៏ថាថេយុងគ្មានឈឺអីទេគឺចង់កិច្ចរៀនម៉ោងនឹងពេលឮអញ្ចឹងថេយុងគាត់ថាកុំឲ្យជីមីននឹងមាត់ប្រាប់នរណាគេអីឲ្យទុករឿងនឹងជាការសម្ងាត់ទៅហើយគាត់បានប្រាប់ពីមូលហេតុដែលគាត់អត់ព្រមទៅចូលរៀនម៉ោងប្រវត្តិនឹងដោយសារតែគាត់ធុញព្រោះគាត់ថាគាត់មករៀនផ្នែក design ទេហេតុអីត្រូវចាំបាច់រៀនពីប្រវត្តិសាស្ត្រនឹងធ្វើអីដែរហើយប្រើប្រវត្តិនឹងមកគូ design mode ដែរមែនហើយនិយាយអញ្ចឹងពីអ្នកគាត់នឹងក៏បន្តនិយាយគ្នារហូតដល់ជីមីនគាត់ក្តៅក្រហាយគាត់ទ្រាំអត់បាននិយាយគ្នាចុះឡើងរហូតរៀងទាស់សម្ដីគ្នាតិចក៏ទៅជាលែងនិយាយរកគ្នានៅពេលនោះទៅបន្ទាប់ពីនោះមកអ្នកគ្រូប្រវត្តិរបស់គាត់ក៏ឆាតមកថេយុងហៅគាត់ឲ្យទៅជួបនៅបន្ទប់ធ្វើការហើយអ្នកគ្រូក៏ដឹងដែរថាថេយុងនឹងគឺចង់កិច្ចម៉ោងគាត់អត់ព្រមយករបាយការណ៍មេរៀនមកឲ្យគាត់ទេមួយសន្ទុះថេយុងក៏មកដល់ហើយជួបអ្នកគ្រូហើយគាត់ប្រាប់ថាគាត់សុំទោសអ្នកគ្រូគាត់អត់បានយករបាយការណ៍នឹងមកទេគាត់ភ្លេចនៅផ្ទះអីចឹងទៅរបៀបកុហកគ្រូទាំងដែលគាត់អត់ទាន់បានធ្វើកិច្ចការនឹងទេអ្នកគ្រូគាត់ក៏តាមទាន់ជើងថេយុងដែរគាត់ដឹងថាថេយុងអត់ទាន់បានធ្វើទេអ្នកគ្រូគាត់រៀងពិបាកចិត្តដែរដោយសារតែពីមុនថេយុងគាត់ជាសិស្សដែលឧស្សាហ៍ព្យាយាមរៀនខ្លាំងមែនតែនប៉ុន្តែមួយរយៈនឹងមិនដឹងថាគាត់កើតអីទេទើបទៅជាចឹងថេយុងគាត់ឈោគាំងមកសន្ទុះអត់ហ៊ាននិយាយអីដែរដោយសារគាត់ដឹងថាគាត់ខុសដែរចឹងទៅដល់ចឹងទៅអ្នកគ្រូក៏ប្រាប់ថាអត់អីទេបើអញ្ចឹងគាត់នឹងដាក់កិច្ចការស្រាវជ្រាវពិសេសមួយឲ្យថេយុងធ្វើជំនួសអបាយការណ៍ចាស់នោះថេយុងគាត់តែលឺចឹងគាត់លួចជេរជ្រុងចិត្តគាត់ថាបើគ្រូចង់ដាក់ពិន័យប៉ុន្តែមានពិន័យច្រើនណាស់ហេតុអីមកដាក់ពិន័យចឹងទៀតហើយកិច្ចការស្រាវជ្រាវដែលអ្នកគ្រូដាក់ឲ្យនឹងគឺតម្រូវឲ្យគាត់ត្រូវស្វែងរកការពិតមួយដែលតាក់ទងនឹង Captain ម្នាក់ដែលមានឈ្មោះថា Captain John គឺរកពីមូលហេតុអីដែលគាត់ត្រូវបានគេចាត់ទុកជាវីរបុរៈរបស់ប្រទេសកូរ៉េហើយគាត់ទុកពេលឲ្យថេយុងធ្វើកិច្ចការមួយខែថេយុងគាត់តែចឹងគាត់សេតណាដោយសារតែគាត់អត់ដែលដឹងអត់ដែលឮពីប្រវត្តិរបស់ Captain John នឹងពីមុនមកទេតែឲ្យគាត់ទៅរកមកពីណាហើយខណៈពេលនោះដែរជីមីនគាត់កំពុងតែលួចស្ដាប់នៅចិត្តជាងក៏បានឮដែរថេយុងពេលដើរចេញមកវិញក៏ឃើញជីមីននៅនោះហើយដល់ចឹងទៅគាត់ក៏ដែរមកបន្ទោសជីមីនដោយសារតែជីមីននឹងហើយដែលយករឿងគាត់កិច្ចម៉ោងរៀននឹងទៅប្រាប់គ្រូរហូតត្រូវគ្រូដាក់ពិន័យឲ្យធ្វើអកិច្ចការអស់នោះពីអ្នកនឹងនិយាយគ្នាមកសតុតែនិយាយឲ្យចូលគ្នាទេទៅជាតឹងសរសៃកដាក់គ្នាថេយុងគាត់ខឹងជីមីនខ្លាំងមែនតែនយំផងអីផងរហូតឆ្លោះគ្នាហើយថេយុងក៏ដែរចេញទៅលែងនិយាយរកជីមីនទៀតតាំងពីថ្ងៃនោះមកថេយុងគាត់ stress ខ្លាំងមែនតែនហើយជីមីនព្យាយាមឆាតទៅរកគាត់សុំទោសគាត់លួងលោមផងអីផងមិនក៏ថេយុងនៅតែមិនតបមកនិយាយរកគាត់ដែរថេយុងគាត់ព្យាយាមរងាប់អារម្មណ៍ហើយព្យាយាមរកទិន្នន័យតាក់ទងនឹង Captain John នឹងលើអ៊ីនធឺណិត Google អី search រកអស់ហើយធ្វើមិនក៏នៅតែរកអត់ឃើញព័ត៌មានអីតាក់ទងនឹង Captain John នឹងសំបីតាតិចគាត់ក៏ឆាតទៅសួរអ្នកគ្រូប្រាប់អ្នកគ្រូថាគាត់ព្យាយាមរកហើយប៉ុន្តែអត់មានទិន្នន័យតាក់ទងនឹង Captain John នឹងទេសំបីតាតិចហើយអ្នកគ្រូក៏បានប្រាប់ឲ្យគាត់នឹងទៅរកមើលសៀវភៅទៅស្រាវជ្រាវនៅសារមន្ទីរប្រវត្តិសាស្ត្រឬក៏សួរប្រវត្តិវិទូណាក៏បានដែរថេយុងគាត់កាន់តែធន់នឹងពិបាកចិត្តមិនដឹងជាស្អីណាទេព្រោះគាត់រៀនផ្នែក design សោះនៅបាយជាមកឲ្យគាត់ធ្វើកិច្ចការតាក់ទងនឹងប្រវត្តិសាស្ត្រឯណាវិញ